មនុស្សដូចនាងជាស្រីចង្រៃបំផ្លាញទាំងឪពុកទាំងយាយខ្លួនឯងបើគុំតែបានកូនប្រុសខ្ញុំចិត្តល្អគុំអីទោះមានថ្លៃទឹកដោះក៏គ្មានអ្នកណាយកនាងដែរខ្ញុំយកក្មេងល្អដូចជាអានត្រកូលគូរបស់យើងសុកចិត្តចេញថ្លៃទឹកដោះ180លានដើម្បីរៀបការជាមួយនាងនេះជាសែក180លានអានស្រីមានសំណាងមិនត្រូវចូលផ្ទះចង្រៃទេទុកវាឲ្យល្អទៅអានគ្រួសារថោកទាបកំណាញ់គ្មានមាយាទបែបនេះមិនសមនឹងចៅទេលោកយាយគូពិតមកទៅយាយចាស់វង្វេងស្មារតីនេះមកពីណាណេះធ្វើចរិតជាអ្នកមានមុខសម្ដែងហេហើយក្រដាស់មួយសន្លឹកមកធ្វើជាសែកចង់សើចឲ្យឃ្លីពូវាថ្មងចេញទៅឥឡូវនេះឯងចេញទៅមីក្មេងចង្រៃនេះហ៊ានប្រឆាំងនឹងអញផងហេគ្រប់គ្នាធ្វើជាសាក់សីផងខ្ញុំលីអានប្រែកពាក្យជាមួយចាំងវាយចាប់ពីពេលនេះទៅសងលុយទិញផ្ទះ200,000របស់ខ្ញុំមកវិញបើមិនអញ្ចឹងទេជួបគ្នានៅតុលាការលោកប្រធានគូក្រុមហ៊ុនឈឹងខ្វាងមិនព្រមឲ្យយើងទិញយកទេថែម10,000លានទៀតឡោមព័ទ្ធគ្រប់ច្រកទៅពួកគេទ្រាំបានមិនយូរទេបាទលោកយាយមានរឿងធំហើយមកទីនេះភ្លាមមកសួស្ដីលោកប្រធានគូអានកុំខ្លាចអីពេលយាយចៅស្លាប់យាយបានសន្យាថានឹងមើលថែចៅឲ្យបានល្អមានយាយនៅទីនេះគ្មានអ្នកណាហ៊ានធ្វើបាបចៅទេលោកយាយមានការអីមែនទេប្រញាប់ប្រញាល់ម្លេះនេះជាចៅប្រុសរបស់យាយថ្ងៃស្អែកឯងទាំងពីរទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ទៅលោកយាយខ្ញុំប្រាប់ហើយតើខ្ញុំមិនរៀបការទេគំនិតឯងមិនសំខាន់ទេលោកយាយគូរឿងក្នុងពិធីភ្ជាប់ពាក្យលោកយាយជួយខ្ញុំដឹងគុណណាស់ទៅហើយលោកយាយមិនបាច់ធ្វើបែបនេះទេអានមិនដែរថ្លៃទឹកដោះ180លានមិនទាន់គ្រាន់ទៀតហេយាយនឹងថែម200លានទៀត180លានមិនទាន់ឆ្អែតក្រពះស្រីលោកខ្លួនម្នាក់នេះទៀតហេលោកយាយខ្ញុំថាជំងឺវង្វេងរបស់លោកយាយរើឡើងទៀតហើយសុំទោសផងកញ្ញាលីលោកយាយខ្ញុំគាត់មានជំងឺវង្វេងម្ដងគាត់តែងតែគិតថាពួកយើងជាអ្នកមានតាមពិតទៅខ្ញុំទើបតែត្រឡប់មកពីបរទេសវិញគ្មានផ្ទះគ្មានឡានគ្មានការងារធ្វើទេខ្ញុំជាមនុស្សប្រុសគ្មានអ្វីសោះតើនាងនៅតែព្រមរៀបការជាមួយខ្ញុំទេអាខូចនេះហ៊ានលេងល្បិចធ្វើជាក្រដាក់ចៅស្រីហេអាខូចនេះហ៊ាននិយាយថាយាយឯងវង្វេងផងហេណែកមីកូនស្រីពេលណាទើបឯងរើចេញយាយឯងងាប់2ឆ្នាំហើយខ្ញុំត្រូវលក់ផ្ទះនេះចោលផ្ទះនេះមានការចងចាំច្រើនណាស់រវាងខ្ញុំនិងលោកយាយលក់វាឲ្យខ្ញុំមកលោកយាយនាងច្បាស់ជាមានបំណងមិនល្អទេមិនក៏វាខ្ញុំទៀតហើយអានជាក្មេងល្អនិងស្លូតបូតណាស់នាងជាចៅស្រីរបស់អ្នកជិតខាងចាស់របស់យាយឃើញនាងធំតាំងពីតូចបើឯងមិនរៀបការជាមួយនាងទេយាយក៏គ្មានចៅប្រុសដូចឯងដែរទោះបីជាចាងវាយសងលុយ200,000មកវិញក៏ដោយដើម្បីទិញផ្ទះលោកយាយខ្ញុំនៅតែខ្វះ180,000ទៀតកញ្ញាលីបើនៅជាមួយខ្ញុំនាងត្រូវតែរស់នៅលំបាកហើយនាងច្បាស់ជាមិនព្រមទេខ្ញុំព្រមអូល្អណាស់ពួកឯងប្រញាប់ទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ទៅយាយមានសៀវភៅគ្រួសាររបស់ចៅប្រុសស្រាប់ហើយយាយគិតតាំងពីដើមមកថាចាងវាយមិនសមនឹងអានទេយាយចាំតែឱកាសល្អទេមិននឹកស្មានថាបានសម្រេចមែនសោះល្អណាស់មិននឹកស្មានថាខ្ញុំរៀបការជាមួយមនុស្សចម្លែកដែលទើបតែស្គាល់គ្នា2ម៉ោងសោះរៀបការបាត់ណែចាំខ្ញុំផងថ្លៃទឹកដោះផ្ញើចូលកន្នីនេះទៅខ្ញុំយល់ព្រមរៀបការជាមួយលោកប៉ុន្តែខ្ញុំសុំថ្លៃទឹកដោះតែ180,000បានហើយចុងក្រោយក៏លេចកន្ទុយមកមែន
ដោះស្រាយជាមួយលោកយាយសិនទៅចាំចប់ការងារការឲ្យលោកយាយភ្លឺភ្នែកមើលឃើញពីធាតុពិតរបស់ស្រីម្នាក់នេះចាំលែងលះគ្នាជាក្រោយយកពុំហ៊ានចាត់ទុកសែក180លានដូចជាសម្រាមទៅវិញមិនដឹងថាស្រីម្នាក់នេះល្ងងមែនទែនឬក៏ធ្វើពុតជាល្ងងឲ្យប្រកាសទេ